យើងតែងចំណាយពេលពីមួយជីវិតដើម្បីរងចាំថ្ងៃឈប់សម្រាករងចាំថ្ងៃដែលបានឡើងមុនសោះឬក៏រងចាំថ្ងៃដែលយើងនឹងមានបាននៅអ្វីដែលយើងតែមានបំណងថានឹងសម្រេចបាននៅថ្ងៃអនាគតយើងធ្វើដូចជាយើងមានពេលច្រើនណាស់ប៉ុន្តែការពិតទៅជីវិតគឺវាខ្លីជាងអ្វីដែលយើងបានគិតទៅទៀតយើងរិះគន់ភាពតឹងតែងច្រើនពេកហើយយើងបារម្ភពីខ្សែព្រេងនៅរតីបារម្ភពីរឿងលុយកាក់និងបារម្ភពីកំហុសដែលបានកើតឡើងពីម្សិលមិញឬក៏កើតឡើងនៅពេលខាងមុខយើងគិតថាភាពតឹងតែងវាគឺជារឿងធម្មតាដែលត្រូវតែមានប៉ុន្តែវាមិនមែនដូចជាយើងគិតនោះទេវាគឺជាបន្ទុកដ៏ធ្ងន់ដែលធ្វើឲ្យយើងមានអារម្មណ៍ថានឿយហត់ហើយក៏នឹងគ្មានសេចក្តីសុខនៅក្នុងជីវិតដោយសារតែយើងរវល់និងព្រួយបារម្ភយើងក៏ភ្លេចរកក្តីសុខឲ្យខ្លួនឯងនៅពេលខ្លះដែរយើងភ្លេចដកដង្ហើមឲ្យស្រឡះឬក៏សម្រាប់ឲ្យស្រួលខ្លួនយើងភ្លេចសើចឲ្យបានសប្បាយរីករាយជាមួយនឹងមិត្តភ័ក្តិរបស់យើងឲ្យអស់ពីចិត្តយើងភ្លេចសង្កេតមើលរឿងល្អៗទោះបីជាវាជារឿងតូចតាចដូចជាបន្លឺថ្ងៃដ៏ស្រស់ស្អាតឬក៏ការជជែកគ្នាលេងជាមួយនឹងមិត្តភ័ក្តិរបស់យើងយ៉ាងរីករាយឬក៏ជាមួយនឹងមនុស្សដែលយើងស្រឡាញ់ចំណាយពេលនៅជាមួយនឹងគាត់នៅថ្ងៃណាមួយនៅពេលដែលយើងចាស់ទៅយើងនឹងងាកក្រោយមកមើលជីវិតដែលយើងបានមានយើងនឹងមិនស្ដាយក្រោយថាយើងធ្វើការតិចពេកឬក៏បារម្ភតិចពេកនោះទេប៉ុន្តែយើងនឹងស្ដាយក្រោយដែលយើងមិនបានប្រើពេលវេលាឲ្យរីករាយជាមួយនឹងរឿងសាមញ្ញឲ្យបានច្រើនពេលព្រឹកដ៏ធម្មតានិងពេលយប់ដ៏ស្ងប់ស្ងាត់គឺជាផ្នែកដែលសំខាន់បំផុតនៅក្នុងជីវិតកុំរបរតែខំប្រឹងកសាងជីវិតរហូតដល់ភ្លេចរត់នៅក្នុងជីវិតនេះហើយសោយសុខនៅក្នុងជីវិតជាមួយនឹងរឿងតូចៗដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងឯសោះបន្ថយល្បឿនខ្លះមើលជុំវិញខ្លួនអ្នកខ្លះជាអរគុណនិងឲ្យតម្លៃនៅអ្វីដែលអ្នកកំពុងតែមាននៅក្នុងថ្ងៃនេះទោះបីជាថ្ងៃស្អែកយើងមើលមិនឃើញពីព្រោះថាគ្រប់យ៉ាងយើងមិនអាចកំណត់រកបញ្ហាឬក៏រឿងរ៉ាវដែលអាចនឹងកើតឡើងនៅក្នុងជីវិតរបស់យើងទេប៉ុន្តែអ្នកមានសិទ្ធិក្នុងការដែលមិនឲ្យរឿងឬក៏ឲ្យរឿងដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នកទាំងអស់ខ្លាចទៅជារឿងល្អបាន